ដើម្បីសង្គ្រោះជីវិតរបស់អ្នកឃ្មុំតូចរាប់ម៉ឺនក្បាលបានអបគ្នាយ៉ាងតឹងរឹងពួកគេគ្រវីស្លាប់យ៉ាងខ្លាំងបើអ្នកមិនប្រយ័ត្នទេកងទ័ពទាំងមូលនឹងត្រូវបំផ្លាញការពារសត្រូវធំជាងខ្លួនពួកគេបានវិវត្តប្រព័ន្ធការពារដ៏ពិសេសនេះគឺជាសត្វស្វាធំជាងគេបំផុតនៅលើពិភពលោកស្នែងយក្សអាស៊ីគឺជាសត្វស៊ីសាច់ប្រវែងរាងកាយជាមធ្យមនៃឃ្មុំរបស់វាឈានដល់75 សោះវាក៏មានប្រហែល75ប្រវែងដងខ្លួនរបស់សត្វឃ្មុំគឺលើសពី6 សង់ទីម៉ែត្រពួកវាជាសត្រូវធម្មជាតិរបស់ឃ្មុំទំហំនៃសត្វឃ្មុំតូចជាងសត្វឃ្មុំជិត4 ដងនៅពេលដែលភាគីទាំងពីរចាប់ផ្ដើមឃ្មុំតូចគ្មានឱកាសប្រឆាំងនឹងសត្វឃ្មុំទេស្នែងដែលមានប្រវែងលើសពី 0.6 សង់ទីម៉ែត្រនិងដៃជើងរឹងមាំរឹតតែគួរឲ្យខ្លាចជាងនេះទៅទៀតវាអាចត្រូវបានធ្វើក្នុងរយៈពេល1 នាទីបង្ហូរឃ្មុំចំនួន40សមត្ថភាពប្រយុទ្ធរបស់វាគួរឲ្យខ្លាចណាស់សត្វឃ្មុំតូចនេះដោយចៃដន្យឲ្យបានខ្លាចជាជនរងគ្រោះដំបូងប៉ុន្តែតាមពិតសត្វឃ្មុំមិនចូលចិត្តបរិភោគឃ្មុំទេអ្វីដែល Bumblebee នេះពិតជាចង់បានលាក់នៅក្នុងរន្ធដើមឈើនេះមានកូនឃ្មុំតូចជាច្រើនដែលលាក់ខ្លួននៅក្នុងប្រហោងដើមឈើឃ្មុំទារករាប់ពាន់ក្បាលកំពុងស្ថិតក្នុងដំណាក់កាលភ្ញាក់ទោះយ៉ាងណាក៏ដោយវាមិនងាយស្រួលទេក្នុងការចាប់ឃ្មុំទារកទាំងនេះព្រោះមានឃ្មុំឈ្មោលជិត 20,000 ក្បាលនៅក្នុងរន្ធដើមឈើទទួលខុសត្រូវលើការងារសន្តិសុខពួកគេនឹងការពារកូនចៅរបស់ពួកគេរហូតដល់ស្លាប់សត្វប្រជៀវនៅច្រកចូលរន្ធដើមឈើក៏យល់ច្បាស់ដែរមានសត្រូវច្រើនជាង100 លានដូច្នេះវាមិនអាចទៅរួចទេក្នុងការចាប់សត្វឃ្មុំប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់គាត់ទេស្នែងយក្សបញ្ចេញសារធាតុគីមីចេញពីកន្ទុយរបស់វារៀនដើម្បីបង្ហាញសញ្ញាវត្ថុដែលបានច្រានចេញពីកន្ទុយរបស់ពួកគេនិងសម្គាល់ទីតាំងសម្បុកឃ្មុំក្លិននេះក៏នឹងរសាត់តាមខ្យល់ដែរបន្ទាប់ពីសត្វឃ្មុំដែលរកស៊ីនៅខាងក្រៅបានទទួលសញ្ញាដោយដឹងថាមានពិធីបុណ្យមួយដែលត្រូវមានពួកគេនឹងចុះចតការពង្រឹងបានបន្តមកដល់ពីគ្រប់ទីវាចំណាយពេលតែ 2-3 ម៉ោងប៉ុណ្ណោះក្រុម Bumblebees នេះអ្នកអាចលុបគ្រួសារឃ្មុំទាំងមូលសត្វស្នែងបានចាប់ផ្ដើមការសម្លាប់រង្គាលដ៏ឃ្លាវខ្លាឃ្មុំតូចទាំងនេះយាមនៅខាងក្រៅរន្ធដើមឈើទោះបីក្លាហានណាស់ប៉ុន្តែមិនយូរប៉ុន្មានពួកគេទាំងអស់គ្នាបានស្លាប់បន្ទាប់ពី Hornets បានបំបែកស្រទាប់ការពីដំបូងបានចូលទៅក្នុងរន្ធដើមឈើគោលដៅរបស់ពួកគេគឺសម្បុកកូនឃ្មុំតូចនៅក្នុងរូងភ្នំ Bumblebees កំពុងវាចូលទៅក្នុងរន្ធម្ដងមួយជោគវាសនានៃគ្រួសារឃ្មុំតូចនេះវាហាក់ដូចជាមានវាសនាប៉ុន្តែឃ្មុំតូចមានឱកាសតែមួយគត់ដើម្បីរស់នេះគឺជាមធ្យោបាយចុងក្រោយរបស់ពួកគេឃ្មុំចាប់ផ្ដើមបញ្ចេញសញ្ញាគីមីបន្ទាប់មកពួកគេបានចេញចាប់ផ្ដើមឡោមព័ទ្ធ Bumblebee ពួកគេបានឡោមព័ទ្ធស្នែងយ៉ាងតឹងរ៉ឹងសត្វប្រជៀវនៅតែមានពន្លឺនៃក្តីសង្ឃឹមនៃការរត់ចេញប៉ុន្តែសត្វឃ្មុំនឹងមិនផ្ដល់ឱកាសឲ្យគាត់ទេឃ្មុំតូចចាប់ផ្ដើមបង្រួមយន្តហោះរបស់អ្នកគោលបំណងនៃការនេះគឺដើម្បីធ្វើឲ្យរាងកាយមានភាពកក់ក្ដៅភ្លាមនេះគឺជាសមត្ថភាពដ៏គួរឲ្យភ័យខ្លាចបំផុតនៅក្រោមរូបភាពកម្ដៅអ្នកអាចមើលឃើញសីតុណ្ហភាពនៃស្នូលរបស់វាកំពុងកើនឡើងយ៉ាងឆាប់រហ័សនេះគឺជាអាវុធចុងក្រោយរបស់ឃ្មុំតូចសត្វឃ្មុំនឹងរក្សាសីតុណ្ហភាពនៅ47 ដឺក្រេនេះគឺជាសីតុណ្ហភាពដ៏ល្អឥតខ្ចោះគ្រាន់តែដាក់ Bumblebee នៅកណ្ដាលកម្ដៅរហូតដល់ស្លាប់មិនយូរប៉ុន្មានពួកគេបានធ្លាក់ពីដើមឈើទៅបាតដើមឈើទាំងសងខាងមានស្លាកស្នាមឃ្មុំតូចនៅកណ្ដាលមិនអាចរស់បានទេប៉ុន្តែសម្រាប់គ្រួសារឃ្មុំតូចទាំងនេះសុខចិត្តលះបង់ពួកគេរួបរวมគ្នាបានកម្ចាត់សត្រូវដ៏គួរឲ្យភ័យខ្លាចនិងខ្លាំងរាប់លានឆ្នាំសត្វឃ្មុំតូចពឹងផ្អែកលើថាមពលនៃក្រុមរស់រានមានជីវិតក្នុងបរិយាកាសស្មុគស្មាញនិងគ្រោះថ្នាក់សប្តាហ៍ថ្ងៃនេះយើងយកវិធីសាស្ត្រអភិរក្សនេះដំបូងជួសជុលបាល់ស្ដេចនាគពិតប្រាកដនៅទីនេះស្បែកសម្បុកដាក់ត្រា2 3បន្ទាប់មកយក Queen Bee ដាក់ក្នុងប្រអប់ផ្សេងទៀតដូចនេះអូបើកច្រកចូលដាក់វាចូលហើយរងចាំសត្វឃ្មុំវាចូលនៅពេលអ្នកទៅតោះដុតបញ្ចូលនេះចូលវិធីនេះឃ្មុំម្ចាស់កត្រីត្រូវបានចាក់សោមានឃ្មុំឈ្មោលនៅខាងក្នុងដែលនឹងចិញ្ចឹមគាត់ព្រោះនាងមិនមែនជាស្ដេចឃ្មុំនៃកន្លែងនេះនាគបោសុតនេះគម្របនៃស្រទាប់ខាងលើមិនត្រូវបានបើកទេឃ្មុំឈ្មោលមិនអាចចូលដោយចៃដន្យទេឥឡូវនេះអ្នកអាចដាក់ស្បែកនេះនៅលើចូលទៅក្នុងប្រអប់លាយជាមួយស្បែកសម្បុកផ្សេងទៀតក្លិនបានលាយបញ្ចូលគ្នារួចហើយក្នុងរយៈពេល 2 ឬ 3 ថ្ងៃវិធីសាស្ត្រភ្លេចភ្លាំងនេះវាគឺជាអ្នកទើបនឹងកើតនឹងអ្នកដែលមិនដឹងពីរបៀបធ្វើវាការបរាជ័យដែលភ្លេចមិត្តដែលឆ្លងកាត់សូមផ្ដល់បេះដូងក្រហមចែករំលែកបន្ថែមអំពីការចិញ្ចឹមឃ្មុំនៅក្នុងបន្ទប់ផ្សាយផ្ទាល់រៀងរាល់យប់ចំណេះដឹងសូមអរគុណ